ភេសជ្ជៈទាំង5មុខដែលជួយដល់ការស្រកខ្លាញ់ក្បាលពោះលឿនមែនទែនដែលបងប្អូនអរគ្នាសឹងតែមិនជឿហើយភេសជ្ជៈនៅក្នុងលេខរៀងទី3មនុស្សគ្រប់គ្នាសឹងតែថាអត់ចង់ទទួលយកទេភេសជ្ជៈទី1គឺទឹកក្រូចឆ្មាក្តៅឧនទឹកក្រូចឆ្មាក្តៅឧនវាជួយដល់មេតាបូលីសក្នុងរាងកាយរបស់យើងឲ្យមានប្រតិកម្មល្អហើយវាជួយជំរុញដល់ការរំលាយអាហារបានល្អទី2គឺតែបៃតងក្តៅឧនពេលព្រឹកព្រលឹមឡើងក្រោយពីគេងគឺវាជួយផ្ដល់ឲ្យយើងនូវថាមពលហើយវាជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយបើសម្រាប់ខ្ញុំមានតែរុក្ខជាតិនេះញ៉ាំតែរុក្ខជាតិរបស់ខ្ញុំគឺជាតែរុក្ខជាតិសុទ្ធសាធណាបងប្អូនមិនមែនជាថ្នាំទេនិយាយទៅងាយស្រួលសម្រាប់ខ្ញុំអញ្ចឹងណាពេលព្រលឹមឡើងពេលខ្ញុំក្រោយពីគេងមកគឺខ្ញុំដាក់តែក្តៅឧនកៅញ៉ាំហើយសម្រាប់តែរុក្ខជាតិរបស់ខ្ញុំគឺងាយស្រួលក្នុងការរៀបចំញ៉ាំទេតែនេះអត់មានកាកទេសម្រាប់តែរុក្ខជាតិនេះគឺល្អខ្លាំងណាស់បងប្អូនជួយរំលាយខ្លាញ់មកទួលខ្លួនជួយបណ្ដេញជាតិពុលជាតិអាស៊ីតជួយយើងមានអារម្មណ៍ស្រស់ស្រាយជួយកាត់បន្ថយ stress និយាយទៅតែនេះគឺល្អខ្លាំងមែនទែនណាភេសជ្ជៈទី3គឺទឹកខ្មេះប៉ោមការលាយទឹកខ្មេះប៉ោមញ៉ាំពេលព្រឹកព្រលឹមឡើងក្តៅឧនគឺវាធ្វើឲ្យជាតិស្ករក្នុងឈាមរបស់យើងមានតុល្យភាពនិងជួយឲ្យរាងកាយរបស់យើងដុតជាតិខ្លាញ់បានល្អការរំលាយខ្លាញ់មកទួលខ្លួនគឺរឹតតែមានប្រសិទ្ធភាពលេខ4គឺកាហ្វេខ្មៅអត់ញ៉ាំក្រោយពីគេងទេព្រោះទាក់ទងនឹងការញ៉ាំកាហ្វេវាមានផលល្អសម្រាប់សុខភាពរបស់យើងក៏វាមានផលលំបាកសម្រាប់សុខភាពរបស់យើងដែរអញ្ចឹងបើសិនជាពោះយើងតនេយើងញ៉ាំកាហ្វេអានឹងវាធ្វើទុកកាពះពោះវៀនរបស់យើងហើយអញ្ចឹងទាក់ទងនឹងកាហ្វេខ្មៅនេះព្រលឹមឡើងពេលបងប្អូនអរគ្នាមានអាហារទ្រពពោះហើយបងប្អូនអរគ្នាញ៉ាំកាហ្វេខ្មៅល្អហើយសម្រាប់ជាតិកាហ្វេគឺវាជួយដល់ការរំលាយអាហារជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយហើយវាជួយរាងកាយរបស់យើងរំលាយខ្លាញ់បានល្អភេសជ្ជៈទី5គឺទឹកខ្ញីវាជួយប្រឆាំងនឹងការរលាកវាជួយដល់ការរំលាយខ្លាញ់នៅលើរាងកាយរបស់យើងរឹតតែល្អអញ្ចឹងភេសជ្ជៈទាំង5នេះគឺវាជួយដល់ការរំលាយខ្លាញ់មកទួលខ្លួនភេសជ្ជៈទាំងនេះបងប្អូនអរគ្នាជ្រើសរើសមួយណាក៏បានដែរហើយបងប្អូនអរគ្នាចាប់ផ្ដើមព្យាយាមញ៉ាំជារៀងរាល់ព្រឹកទៅឥឡូវនេះព្រឹកស្អែកបងប្អូនអរគ្នានឹងចាប់ផ្ដើមជ្រើសរើសយកភេសជ្ជៈណាមួយបងប្អូនអរគ្នាជួយខមមិនប្រាប់ផង